นมกรุมวยกะไลนี้บางตั้งปีชน้ำปีปอนมองมาแล้วหอบมาดองปัจจุบันนี้ให้ก็จับดามลวดจับปีมองดับมวยแล้วหอบดองมองปบวยหลังงี้ให้ดับตรำแต่ใบปอนรีลอยขมายังตีเนี่ยสไปริงไปให้จิสกอกะไลนี้จะมาให้ในกราวเป็ดไฟริงหรือก็บงโอนยังอาจจะรอบ้านในกราวปฏิทินก็ตรัได้เลยแต่สระวงหนึ่งอันให้กลายกอดมันมีแต่นมกรุมีโดยจีนายยอมห้องไอ้เซนจังเตอให้นมกรุกอดนี่คือมีอายุการคือเวิร์นคลางเหมือนเต้นให้บงปอนยังออกนี่บาจิโรจีมาดาตีรวมคายสไปริงให้บาสันจีจังยำนมกรุไอ้អាចមកកន្លែងគាត់នេះបានព្រោះនំគ្រក់គាត់នេះបើកមកយូរឆ្នាំមែនតើរហូតមកដល់បច្ចុប្បន្ននេះហើយនំគ្រក់គាត់នេះគឺថាសាច់គឺទន់មិនរឹងនោះទេដែលយើងទុកយូររយៈពេលយូរមកក៏អត់បញ្ហាដែរហើយអង្ករដែលធ្វើចេញជានំគ្រក់នេះគឺជាប្រភេទអង្ករខ្សាយគាត់ធ្វើដូចជាមួយថ្ងៃអស់កន្លះទៅឬក៏អាចលើសនឹងតាមជាក់ស្ដែងអញ្ចឹងណាដូចតែខ្ញុំនិយាយខាងដើមអញ្ចឹង10ត្រឹមតែ3000រៀលលុយខ្មែរយើងទេមើលទៅគឺឃើញឲ្យទំនងយកតែមែនតើបងប្អូនទាំងគ្នាហើយកន្លែងគាត់នេះឃើញឲ្យចក្រានគាត់នឹងគឺយូរឆ្នាំមកហើយបើសិនជាបងប្អូនយើងទៅចន្លោះម៉ោង2ម៉ោង3វិញគឺថាភ្ញៀវគាត់បុកមកច្រើនមែនតើអញ្ចឹងហើយពេលខ្លះបើសិនជាអស់យើងអាចរងចាំអញ្ចឹងណាពូមួយឆ្នាំនេះគាត់ធ្វើដូចជាមិនបានច្រើនប្រហែលទេនំគ្រក់នេះគឺជាប្រភេទនំរបស់ខ្មែរយើងហើយខ្ញុំមិនដឹងថាបរមរានមកដាក់ឈ្មោះវានំគ្រក់របៀបម៉េចទេពូរូបរាងវាដូចជាមិនក៏គ្រក់ទេហើយរសជាតិវិញក៏ឆ្ងាញ់ដែរដែលយើងអាចញ៉ាំលេងពេលរសៀលអញ្ចឹងណានេះហើយគឺជាទីតាំងរបស់គាត់ធ្វើជាប្រចាំថ្ងៃនឹងឯងមិនមានឈ្មោះផ្លាកអីទេបងប្អូនទាំងគ្នាគាត់ធ្វើសាមញ្ញលក្ខណៈគ្រួសារទេរហូតដល់ដល់កូនពួកគាត់ជួយលក់បន្ថែមតគ្នាអញ្ចឹងណាមួយក៏គាត់មានម៉ួយច្រើនដែលទៅទិញជាប្រចាំថ្ងៃដែរដូច្នេះហើយអ្នកដែលរស់នៅក្រុងស្វាយរៀងប្រកាសណាស់ដែលជាមួយរបស់គាត់ច្រើនខ្លាំងមែនទែនជួយខមមិនប្រាប់ផងតើរសជាតិរបស់គាត់យ៉ាងម៉េចដែរតែគាត់លក់មកយូរឆ្នាំបែបនេះអញ្ចឹងណាបងប្អូនទាំងអស់គ្នាយើងសម្រាប់ណាមរបស់គាត់វិញមួយត្រឹមតែ1000រៀលលុយខ្មែរយើងទេមានរសជាតិសាច់ជ្រូកនិងរសជាតិកំពឹសគឺទំនងញ៉ាំតែមែនទែនបងប្អូននិយាយពីប្អូនស្រីនេះវិញគឺគាត់មានជំនាញមែនទែនបងប្អូនទាំងអស់គ្នាអើយដោយសារតែគាត់បានរៀនសូត្រពីម្ដាយគាត់មកនៅពេលដែលគាត់អនុវត្តធ្វើជាប្រចាំថ្ងៃទៅគាត់ធ្វើស្និទ្ធដៃណាគឺចាក់កលហាហើយគាត់ប្រែនំប្រែអីគឺក៏គាត់លឿនដែរបងប្អូនទាំងនេះឃើញទេចាក់គឺស្និទ្ធដៃណាបងប្អូនទាំងគ្នាអាចមើលបានហើយកន្លែងគាត់នេះគឺថាធ្វើទៅគឺដឹងតែអស់តែម្ដងព្រោះមួយគាត់ក៏គួរសមដែរអញ្ចឹងណាបងប្អូនយើងដែលជីកាត់ទីរួមខេត្តស្វាយរៀងចន្លោះម៉ោងដែលខ្ញុំរៀបរាប់ខាងលើហ្នឹងឯងអាចតែសាកកន្លែងគាត់បានជាធម្មតាទេតែជើងចាស់គឺគាត់ស្និទ្ធដៃហើយតែគាត់ស្និទ្ធដៃគឺគាត់ច្បាស់នឹងជំនាញរបស់គាត់ហើយទឹកត្រីនំគ្រក់យើងបន្ថែមជាមួយនឹងម្ទេសទៅលើទៀតមកគឺរៀងហិលតិចញ៉ាំចូលមកទៅគឺចាប់ជីគ្នាណាស់បងប្អូនទាំងអស់គ្នាជាពិសេសនំគ្រក់ដែលថានៅក្តៅអីចឹងណាគឺសាច់ទន់មែនតើនៅពេលដែលយើងញ៉ាំចូលមកទៅបងប្អូនទាំងអស់គ្នាគឺអត់រឹងទេហើយប្រភេទនេះគឺខ្ញុំលហុងជាមួយនឹងកំពឹសផងគាត់នេះត្រឹមតែ3000រៀលលុយខ្មែរយើងទេមកប្រអប់ដែលគាត់រៀបចំឲ្យបែបហ្នឹងអញ្ចឹងណាហើយណែមគាត់នេះ1000រៀលនេះគឺទំនងញ៉ាំមែនតើគឺធំណាស់ហើយនេះបងប្អូនទាំងអស់គ្នាទំនងប្រភេទខ្ញុំលហុងបែបហ្នឹងញ៉ាំទៅគឺនឹករសជាតិបែបនៅស្រុកស្រែតែម្ដងខ្ញុំនិយាយមែនសរុបរួមមកនេះគឺជានំគ្រក់ដែលជានំរបស់ខ្មែរយើងបងប្អូនទាំងអស់គ្នាកុំភ្លេចគាំទ្រដែលជាប្រភេទនំខ្មែររបស់យើងផងប្រសិនបើបងប្អូនយើងចង់ញ៉ាំអីអាចតាក់ទងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើនឹងក៏បានឬក៏បងប្អូនទាំងអស់គ្នាមើល Google Map បើសិនជាយើងចង់ទៅដល់ទីតាំង